បាទអញ្ចឹងមកគ្រឿងចូលទៀតហើយសម្រាប់កង់គួរប្រភេទតួកបោនសុទ្ធៗបាទនេះជាតួកបោនកង់តួកបោនបាទជាប្រភេទជជុះជប៉ុនបាទហើយគ្រឿងក៏ពិសេសដែរមកមួយនេះគឺជាប្រភេទគ្រឿងស្រាំ Apex បាទគ្រឿងស្រាំនេះខ្ញុំបានតេស្តតែម្ដងបទពិសោធន៍ថ្មីវាយច្បាស់រហ័សលឿនជាងគ្រឿង Shimano ខ្លាំងណាស់បាទហើយជាប្រភេទគ្រឿងវាមុខ2ក្រោយ10ហើយមកគ្រឿងស្រាំ set តែម្ដងបាទសម្រាប់កង់ Giant នេះជាប្រភេទកង់ជជុះជប៉ុនបាទទឹកថ្នាំនៅស្អាតច្រើនមែនទែន បាទហើយសូម្បីតែស្នាប់ដៃវាក៏មកស៊ីនដែរឡាយក្រហមបាទសម្រាប់តួគឺជាប្រភេទតួ Giant TCR បាទហើយសាយផ្សានេះយើងបានសាយទូទេ44បាទ TCR បាទជាមួយនឹងដៃវាប្រភេទT3 បាទ 3T ហើយជាមួយនឹងCorsair Contact របស់ Giant តែម្ដងបាទតួវាប្រភេទតួ Aerodynamic ដែរបាទហើយប្រភេទតួវាគៀកជាមួយកង់តែមែនតើព្រោះហើយនេះជាសាយ XS ហើយតួវាក៏ជាប្រភេទតួ Brand made in Taiwan ផងដែរបាទសម្រាប់កែបក៏វាយ TCR បកគោកែបកបោនហើយ auto align មានថាដាក់ទៅមិនបាច់សេរីឆ្វេងស្ដាំទេគឺវាត្រង់តែម្ដងហើយខាងក្រោយនេះគេដាក់ technology តាក់ទងរឿងកបោនគាត់គឺ compact road តែម្ដងបាទអញ្ចឹងវាសម្រាប់រត់ហើយតាគៀបគេប្រើតាគៀបស្រាំប្រណិតតែម្ដងបាទនោះជាប្រភេទ Giant បាទនេះជាជង្គង់ស្រាំ Apex original របស់គាត់តែម្ដងទាំងចង្វាក់ក៏ស្រាំដែរ Derailleur ក៏ស្រាំ Lip ក៏ស្រាំដែរ10លេខមុខក្រោយមុខ2ក្រោយ10ណាបាទហើយជាប្រភេទ TCR សម្រាប់ខ្នងគឺប្រភេទខ្នង Shimano Air 500សបកជាប្រភេទសបក Victoria បាទ High Protection ជាប្រភេទ Police គុណ25បាទហើយនេះជារូបរាងកង់ទាំងមូលតែម្ដងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមតាក់ទងមកហាងកង់ចាក់ងែដើម្បីបានព័ត៌មានលម្អិតបន្ថែមអរគុណ